សូមស្វាគមន៍មកកាន់វគ្គបញ្ចប់នៃព្រឹត្តិការណ៍ The Battle of Three Kingdom នៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ដែលកាត់សេចក្តីស្វែងរកថាតើម្ចាស់ក្លឹបទាំង3នរណានឹងក្លាយជាម្ចាស់ឡាន Pick Up ពីក្រុមហ៊ុនវឌ្ឍនៈជំនួបដ៏តានតឹងជាច្រើនដែលកើតឡើងនៅលើសង្វៀនតែមួយជាពិសេសគឺជំនួបពីចុងក្រោយក្នុងព្រឹត្តិការណ៍ The Battle of Three Kingdom ពេជ្រសម្បត្តិទៅតទល់ជាមួយនឹងហ៊ុនមេងហុងក្នុងការប្រកួតកង់ចេញរៀម5ទឹកដណ្ដើមខ្សែក្រវ៉ាត់ The Battle of Three Kingdom សម័យកាលចុងក្រោយនឹងកើតឡើងរវាងពេជ្រអាទីទេពត្រូវតទល់ជាមួយនឹងប៉ែនកាយ៉ាស៊ីនដើម្បីសម្រេចថារថយន្ត Pick Up របស់ក្រុមហ៊ុនវឌ្ឍនៈនឹងបានទៅលើលោកគ្រូរូបណាមុននឹងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ The Battle of Three Kingdom ក៏មានការប្រកួតអមដំណើរដ៏អស្ចារ្យបន្ថែមទៀតដែរពុកអាប៉ុយត្រូវជួបជាមួយនឹងរពាសដៃខេត្តបាត់ដំបងអាចរត់ក្រោះជើងខ្លាំងកីឡាការិនីទាំងពីរជួបគ្នារវាងជាសុខេតត្រូវប្រកួតជាមួយនឹងនឿងស្រីនីការវិលត្រឡប់មកវិញរបស់ពេជ្រម៉ៃហាតជួបជាមួយនឹងជាមករាហេនអាឡុយប៉ះជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់ VFQ អារ៉ាមគុណខ្មែររឹតស្វាដៃពេជ្រសុខីមនឹងត្រូវឡើងមកប្រកួតជាមួយនឹង Naziro Baka សូមអញ្ជើញចូលរួមទស្សនាបានច្រើនកកកទាំងអស់គ្នាធ្វើជាសាក្សីនិងចាំអត់មើលថាតើរថយន្ត Pick Up បានទៅលើលោកគ្រូរូបណាជួបគ្នានៅជិតស្តុបទួលបង្រោបណ្ដោយផ្លូវវែងស្រេងភូមិត្រពាំងក្លឹងទី3សង្កាត់ចោមចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026ផ្សាយផ្ទាល់ចាប់ពីម៉ោង 7:30 នាទីយប់តទៅនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Page Facebook YouTube ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា Page VBL Sport និង Page VBL កីឡាភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម្មពលជាមួយគ្រុឌទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតគ្រុឌសូដាអ្នកជំនាញលាយភេសជ្ជៈនិងវីស្គី V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សទឹកពិសា Bronet V-Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V-Cola រសជាតិនៃមោទនភាពជាតិ Our Cola Our Pride ភេសជ្ជៈបើកម្លាំង Dragon ធម្មពលថ្មីចម្រាញ់ពីយិនសិន V Lemon Tea តែទឹកឃ្មុំក្រូចឆ្មារួមបញ្ចូលគ្នាយ៉ាងល្អផ្ដល់ភាពស្រស់ស្រាយ